សូមជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាជួបគ្នាសារជាថ្មីម្ដងទៀតហើយវិលមកកាន់វីដេអូមេរៀនក៏ដូចជាការចែករំលែកភាសាចិនយើងជាបន្តតែមុននឹងចូលទៅកាន់វីដេអូមេរៀនក៏ដូចជាការចែករំលែកភាសាចិនយើងជាបន្តសូមពុកម៉ែបងប្អូនទាំងគ្នាជួយចុច Subscribe រួចចុចលើសញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូមេរៀនក៏ដូចជាការចែករំលែកភាសាចិនថ្មីមុនគេពី Channel របស់ខ្ញុំបាទអញ្ចឹងថ្ងៃនេះដែរគឺយើងនឹងសិក្សាមេរៀនភាសាចិនជាបន្តដែលតកតូនទៅនឹងពាក្យដែលយើងប្រើប្រាស់ប្រចាំថ្ងៃហើយមួយវិញទៀតគឺយើងនឹងសិក្សាអំពីរបៀបនៃការសរសេរអក្សរចិនឲ្យបានស្អាតនិងត្រឹមត្រូវអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមរៀនពាក្យក៏ដូចជារបៀបនៃការសរសេរអក្សរចិនឲ្យបានស្អាតនិងត្រឹមត្រូវដូចខាងក្រោមអញ្ចឹងពាក្យភាសាចិនមុនដំបូងគេនេះគឺយើងអានថាชื่อจงฟันชื่อจงฟันគឺយើងប្រែមកថាញ៉ាំអាហារថ្ងៃត្រង់ឬក៏ស្រស់ស្រូបអាហារថ្ងៃត្រង់អញ្ចឹងពាក្យថាชื่อគឺយើងប្រែមកថាញ៉ាំឬក៏ហូបហើយពាក្យថាจงฟันគឺយើងប្រែមកថាអាហារថ្ងៃត្រង់អញ្ចឹងឃ្លាប្រយោគនេះគឺយើងអានថាชื่อจงฟันគឺយើងប្រែមកថាញ៉ាំអាហារថ្ងៃត្រង់ឬក៏ស្រស់ស្រូបអាហារថ្ងៃត្រង់អញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅមើលវីដេអូដែលបង្ហាញអំពីរបៀបនៃការសរសេរអក្សរចិនឲ្យបានស្អាតនិងត្រឹមត្រូវតាមពាក្យនីមួយៗបន្តទៀតចូលមកកាន់ពាក្យភាសាចិនយើងជាបន្តអញ្ចឹងពាក្យភាសាចិនយើងជាបន្តនេះគឺយើងអានថាជួយៈគឺយើងប្រែមកថាធ្វើកិច្ចការផ្ទះធ្វើកិច្ចការសាលារៀនអញ្ចឹងណាប៉ុន្តែលក្ខណៈថាគ្រូដាក់មកឲ្យធ្វើអញ្ចឹងយើងចំណាំនិយាយថាធ្វើកិច្ចការផ្ទះកិច្ចការសាលាអញ្ចឹងណាហ្នឹងហើយអញ្ចឹងពាក្យថាជួគឺយើងប្រែមកថាធ្វើហើយពាក្យថាជួយៈគឺយើងប្រែមកថាកិច្ចការផ្ទះឬក៏កិច្ចការដែលសាលាដាក់ឲ្យធ្វើអញ្ចឹងពាក្យនេះគឺយើងអានថាជួយៈគឺយើងប្រែមកថាធ្វើកិច្ចការផ្ទះឬក៏ធ្វើកិច្ចការសាលារៀនដែលដាក់ឲ្យមកធ្វើអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងមកមើលពីវីដេអូដែលបង្ហាញពីរបៀបសរសេរអក្សរចិនទាំងអស់គ្នាបន្តទៀតចូលមកកាន់ពាក្យភាសាចិនយើងបន្តទៀតអញ្ចឹងពាក្យភាសាចិននេះគឺយើងអានថាชื่อ晚上គឺយើងប្រែមកថាញ៉ាំអាហារពេលល្ងាចអញ្ចឹងកាលពីពាក្យមុនគឺយើងញ៉ាំអាហារពេលថ្ងៃត្រង់អញ្ចឹងពាក្យនេះគឺញ៉ាំអាហារពេលល្ងាចអញ្ចឹងពាក្យថាชื่อគឺយើងប្រែមកថាញ៉ាំឬក៏ហូបពាក្យថា晚上គឺយើងប្រែមកថាពេលល្ងាចអញ្ចឹងពាក្យយើងបញ្ចូលគ្នាទៅគឺយើងអានថាชื่อ晚上គឺយើងប្រែមកថាញ៉ាំអាហារពេលល្ងាចឬក៏ស្រស់ស្រូបអាហារពេលល្ងាចនេះឯង
chẳng dương mà mơ pi video pi đặc biệtในการใช้ពាក្យនេះទាំងអស់គ្នាបន្តទៀតចឹងចូលមកកាន់ពាក្យភាសាចិនយើងបន្តទៀតចឹងពាក្យនេះគឺយើងអានថាស៊ីចៅស៊ីចៅគឺយើងប្រែមកថាងូតទឹកងូតទឹកអញ្ចឹងម្ដងទៀតពាក្យនេះគឺយើងអានថាស៊ីចៅស៊ីចៅគឺយើងប្រែមកថាងូតទឹកអញ្ចឹងយើងមកមើលពីវីដេអូពីរបៀបសរសេរអក្សរនៃពាក្យនេះទាំងអស់គ្នាបន្តទៀតអញ្ចឹងពាក្យនេះគឺយើងជួបតែញយអ្នកទាំងនេះហ្នឹងហើយអញ្ចឹងពាក្យនេះគឺអានថាស៊ុយចៅស៊ុយចៅគឺយើងប្រែមកថាគេងឬក៏គេងឬក៏ដេកនឹងឯងម្ដងទៀតពាក្យនេះគឺអានថាស៊ុយចៅស៊ុយចៅគឺយើងប្រែមកថាគេងអញ្ចឹងដើម្បីកាន់តែច្បាស់យើងទៅមើលវីដេអូបង្ហាញអំពីរបៀបនៃការសរសេរអក្សរចិននៃពាក្យនេះទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសង្ឃឹមតែពុកម៉ែបងប្អូននឹងចូលចិត្តហើយកុំភ្លេចជួយចុច like ចុច share ក៏ដូចជា subscribe ដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបាននូវវីដេអូថ្មីៗមុនគេជួបជាមួយនឹងខ្ញុំបាទនៅវីដេអូមេរៀនភាសាចិនបន្តទៀតសូមអរគុណ